Chả ở con bông miên với cái bạn đợt Lợm miên này ôm Bông lộ lái tối tai nó miên với cái bạn ấy không cho miên có traบัญชีcái đây ợt bông Lợm miên này bông mẹ lụa nó xa từng lớp ấy on ấy phỏng nhưng phải chi nhận những ấy đấy bông cho nhung xong QR code đó chấm nhung bánh lời ai Phải không เห็นกล่าวมันยังต้องแต่งบ้านให้เนี่ยตัวน้องก็ได้มีวิกัยบ้านให้กว่ามันบัญชีก่อนไอ้สักเรียกได้คอมปีสองดากเนี่ยได้ยังเรียนหัวไงเนาะนั่นแหละน่ะอันนั้นคือชีวิตเพียบปัจจัยแสดงในสังคมแบบเยอะมองการประตูอาชีพการน้องนั่นคือยังให้แท้ชีอาชีพการมาสะท้อนในโครงสร้างการกระทำของคนแต่อาชีพการต่อลูกอเมริกาคือบัญชีกับพระเอ๋ได้สร้างแต่ปกว้างจากด้านเราปราบปรามตนเต้นข้อตรงนี้อาชีพพิเศษนั่นคืออเมริกาแกมองคนโจทย์ทางโลกก็อาจจะทัดกรรมการคือประดับบารอดได้ให้เจ้าไปปักโปล่ะปักโปแหละแน่โดยซาแต่กระทรวงอันเมื่อเคยอย่างปีหลงโพสต์ประในอาชีพโดยจากการเงี้ยแต่สุดท้ายต้องเสด็จไปแถวบอกว่าเนี่ยได้ใช้กูเอาต้นอะไรได้ก็แกะเหนียวเช่นนั้นนั่นคือวิเคราะห์ประแจ้งทันเทียบเช่นต้นอะไรได้การรับเจ็ดไซน์ในของสังคมว่าเยอะអូនចង់ញ៉ាំអីចាណតចាបងបងញ៉ាំយកអាគួងនេះពីរហើយជាមួយនឹងស៊ីយ៉ពីរអស់ម៉ានបងញ៉ាំអស់ម៉ានអស់6000អូខេចឹងខ្ញុំបាញ់ឲ្យបងឯងហើយឆាយនេះបងអូខេអូនតែបងឯងដឹងថាលុយហ្នឹងអត់រាប់ចូលទៅក្នុងប្រព័ន្ធទេណាបងអត់រាប់ចូលទៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិយើងទេមិនចង់អូនអត់តាំងឡើងនៅប៉ុណ្្នឹងឯងបែរចូលកងបងឲ្យដែរមែនទេបងក៏ប៉ុន្តែខ្ញុំមិនមែនចង់និយាយហ្នឹងមិនមែនសំដៅទៅលើរឿងហ្នឹងទេការប៉ុន្តែមុខរបររបស់បងហ្នឹងចំណូលទាំងអស់ហ្នឹងអូខេវាចូលទៅក្នុងបងពិតប្រាកដមែនក៏ប៉ុន្តែចំណូលទាំងអស់ហ្នឹងមិនត្រូវបានកត់បញ្ចូលទៅក្នុងរដ្ឋឯងបងហើយអត់មានតនន័យនៅកន្លែងពុតដាអីទៀតបងដល់អញ្ចឹងទៅធ្វើឲ្យអាតម្លៃពិតនៃផលិតផលក្នុងស្រុកសរុបរបស់យើងហ្នឹងថយចុះទៀតចុះបានថាចំណូលយករាល់ថ្ងៃហ្នឹងគេអត់រត់ចូលក្នុងសេដ្ឋកិច្ចជាតិទេហើយបងនិយាយទៅនៅក្នុងហ្នឹងមិនមែនជាកំហុសរបស់ពួកបងទេនៅក្នុងហ្នឹងមាន 88.3% នៅប្រទេសកម្ពុជារបស់យើងហ្នឹងដែលជាកម្លាំងពលកម្មនៅក្រៅប្រព័ន្ធក៏ប៉ុន្តែរាល់ថ្ងៃហ្នឹងរាជរដ្ឋាភិបាលក៏គាត់បានខិតខំប្រឹងប្រែងដើម្បីបញ្ចូលពួកបងចូលទៅក្នុងប្រព័ន្ធដែរបងស្វាយណា1គីឡូបានបង5000អូខេចុះខ្ញុំប្រើមិនសិនបង1គីឡូណា5000អូយបាយមើលខ្ញុំបាយឡើងថ្លៃរហូតចឹងខ្ញុំធ្វើមិនគេមួយខ្ញុំគេថាថ្លៃគ្រប់គ្នាអូយអូនបងដាំធម្មជាតិហើយមកធ្វើកសិកម្មក្រៅប្រព័ន្ធឲ្យខ្ចីលុយក្រៅផ្លូវការទៀតឲ្យការប្រាក់ឡើងច្រើនដើម្បីយកទៅទិញជីហើយទិញប្រព័ន្ធស្រោចស្រពទឹកហ្នឹងហើយបាយមិនទឹកខ្ចីធនាគារគេមានការប្រាក់ស្តង់ដារឲ្យធំត្រូវទឹកខ្ចីអីអ្នកចងការហ្នឹងខ្ចីធនាគារមិនអូនមកគេឲ្យត្រូវការលិខិតបញ្ជាក់អាជីវកម្មឲ្យត្រូវការអីគេលិខិតពន្ធដារស្អីនោះឯកសារពន្ធដារឲ្យបងកសិករធម្មតាមានអីទៅបង្ហាញគេអូនហើយបាយផងដោះស្រាយមិនចឹងដឹងធម្មតានោះមានតែវាហងៃនោះលក់អត់ចងការប្រាក់គេមិនចង់គ្រប់អូនធម្មតាហើយបើឧទាហរណ៍អាកាសធាតុអត់ល្អទៀតបងដឹងតែត្រូវគេរកអូសដីនេះចាបងមកពីបងឯងខ្វះទុនចឹងណាបាក់មើលហើយឈើបងចឹងមកវាចំអត់ស្តង់ដារវាលួយវាអីចឹង
ហើយបើឯងមកឲ្យខ្ញុំយកទៅលក់បន្តមិនបើទីផ្សារអន្តរជាតិហ្នឹងគេត្រូវការអាស្តង់ដារស្អីអាណាម៉ៃអីណា ISO អីចឹងឲ្យខ្ញុំយកទៅលក់បន្តមិនហើយណាមួយគេត្រូវការហ្នឹងគេបើសិនជាខ្ញុំអត់ចូលក្នុងប្រព័ន្ធហ្នឹងទេគឺចាប់ហ្មងខ្ញុំត្រូវចូលក្នុងប្រព័ន្ធហ្នឹងបាទហើយមានស្តង់ដារមានអីចឹងបើខ្ញុំអត់ចូលទេកម្មករខ្ញុំឡើងមានការងារធ្វើសិប្បកម្មខ្ញុំបិទទ្វារហ្មង កុំបារម្ភបងបងដោយសារតែឥឡូវហ្នឹងរៀបរាប់ថាពិបាកក៏គាត់បានយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹងដែរដោយសារតែឥឡូវហ្នឹងគឺគាត់បានបង្កើតឲ្យមាននៅយុទ្ធសាស្ត្រជាតិហើយលើពីហ្នឹងទៀតក៏មានបង្កើតនៅកម្មវិធី KMIE ដែរដែលអនុញ្ញាតឲ្យបងបងនៅក្រៅប្រព័ន្ធហ្នឹងអាចចុះឈ្មោះដើម្បីតាំងខ្លួនគឺជាអាជីវករឬមកក៏ជាអ្នកបម្រើការងារនៅក្រៅប្រព័ន្ធទាំងអស់នឹងបានដែរបងបងចឹងបើខាងមកពួកខ្ញុំបងពុនមែនមែនទេបងនិយាយទៅខាងរៀបរាប់ថាពិបាកគាត់មិនបខំឲ្យពួកបងពុនទេគាត់តែថាបងចូលទៅ បងនឹងមានឈ្មោះថាជាអ្នកដែលប្រកបរបរនៅក្រៅប្រព័ន្ធហើយលើពីហ្នឹងទៅទៀតបងក៏អាចទទួលបាននៅកញ្ចប់ផលប្រយោជន៍ជាច្រើនដែរនៅក្នុងហ្នឹងដូចជាទទួលបាននៅការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈទទួលបាននៅកិច្ចគាំពីសង្គមហើយជាពិសេសហ្នឹងក៏ខាងរដ្ឋាភិបាលហ្នឹងអាចយកទិន្នន័យក៏ដូចជាប្រាក់ចំណូលរបស់បងហ្នឹងដើម្បីទៅគណនាផលិតផលនៅក្នុងស្រុកចរុះហើយជួយទៅដល់សេដ្ឋកិច្ចជាតិយើងដែរបងអូអញ្ចឹងមែនអូបើអញ្ចឹងមែនបងរីករាយនឹងចូលរួម សរុបជារួមមកសកម្មភាពខាងលើនេះសុទ្ធសឹងតែស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលសំដៅទៅដល់មុខរបរតូចតាចនិងការងារនៅក្នុងកម្រិតមួយដែលនិយោជិតធ្វើការដោយមិនបានប្រកាសប្រាប់ឲ្យសាធារណជនបានដឹងហើយជាពិសេសក៏មិនទទួលអត្ថប្រយោជន៍ផ្នែកសង្គមគិច្ចផងដែរ យោងទៅតាមអង្គការពលកម្មអន្តរជាតិ ILO កម្មករជាង 2000 លាននាក់ស្មើទៅនឹង 61% នៃការងារសកលបានចូលរួមទៅក្នុងការងារក្រៅប្រព័ន្ធទាំងអស់នេះតួរលេខទាំងនេះបានបង្ហាញឲ្យឃើញអំពីទំហំនិងសារៈសំខាន់នៃសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងតែមានភាពរីកដុះដាលខ្លាំងនៅក្នុងបរិបទសង្គមដែលសម្បូរទៅដោយអនុភាពការងារអកម្មភាពភាពក្រីក្រតម្លៃពន្ធខ្ពស់និងវិបត្តិសេដ្ឋកិច្ច ទន្ទឹមគ្នានឹងនេះផងដែរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទីយ៉ាងសំខាន់លើសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗរួមមានការបង្កើតប្រាក់ចំណូលនិងឱកាសការងារជាដើមហើយក្រៅពីនេះទៅទៀតមួយភាគធំនៃចំណូលពន្ធក៏បានមកពីការបង់ពន្ធដោយប្រយោលពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបានប្រមូលនៅពេលដែលអាជីវកម្មក្រៅប្រព័ន្ធទិញទំនិញនិងសេវាកម្មពីអាជីវកម្មក្នុងប្រព័ន្ធផងដែរ យ៉ាងណាមិញសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏បង្កឲ្យមានផលប៉ះពាល់ទៅដល់ផលិតផលក្នុងស្រុកសរុប GDP ផងដែរដែលបង្កឲ្យមានតម្លៃទាបជាងតម្លៃពិតជាក់ស្ដែងពីព្រោះសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រាក់ចំណូលក្រៅប្រព័ន្ធមិនត្រូវបានរាប់ចូលទៅក្នុងផលិតផលក្នុងស្រុកសរុបឡើយ បន្ថែមពីនេះទៅទៀតការប្រតិបត្តិនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្អាក់អាជីវករពីការបំពេញនៅកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុសារពើពន្ធនិងបទបញ្ជាផ្លូវច្បាប់ដែលបង្កឲ្យមានកង្វះថវិការដ្ឋសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងវិស័យសុខាភិបាលជាដើម ជាពិសេសនៅក្រោមរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុបសេដ្ឋកិច្ចក្រៅប្រព័ន្ធមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើវិស័យកសិកម្មពីព្រោះកម្លាំងពលកម្មភាគច្រើននៅក្នុងវិស័យកសិកម្មនេះមិនត្រូវបានរាប់ចូលទៅក្នុងប្រព័ន្ធទេផ្ទុយទៅវិញវិស័យឧស្សាហកម្មនិងសេវាកម្មពុំសូវរងឥទ្ធិពលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធឡើយពីព្រោះនៅក្នុងវិស័យទាំងពីរនេះទាមទារឲ្យមានការចុះឈ្មោះចូលទៅក្នុងប្រព័ន្ធទើបអាចដំណើរការនៃអាជីវកម្មទាំងអស់នេះបាន ទោះបីជាយ៉ាងណាក្តីការលុបបំបាត់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងស្រុងមិនមែនជាជម្រើសដ៏ល្អប្រសើរនោះទេផ្ទុយទៅវិញការធ្វើសម្មារណកម្មតាមរយៈយុទ្ធសាស្ត្រជាតិគឺជាវិធានការដ៏ឈ្លាសវៃដែលជំរុញឲ្យអាជីវកម្មតូចតាចឈានជើងចូលទៅក្នុងប្រព័ន្ធផ្លូវការ